បន្ទាប់ពីការងារចិញ្ចឹមសត្វខ្ញុំក៏មានត្រូវជាដំណាំចេកបន្ថែមទៀតដែលត្រូវរៀបចំដាំវាឲ្យស្រស់ស្អាតនៅតំបន់ដែលខ្ញុំរស់នៅនេះហើយចេកទាំងអស់នេះគឺសុទ្ធសឹងតែជាចេកណាំវ៉ាទាំងអស់ហើយចេកពងមាន់គឺខ្ញុំដាំនៅខាងលើនោះចេកពងមាន់ខ្ទង់400គុំហើយខាងនេះឥឡូវកំពុងដាំនេះគឺចំនួន450គុំទៀតដែលសុទ្ធសឹងតែជាចេកណាំវ៉ាទាំងអស់ដោយសារដីនៅតំបន់នេះវាសម្បូរដោយសត្វល្អិតមានប្រយោជន៍ដូចជាចង្រិតមានច្រើនមែនតែនចង្រិតដែកបងប្អូនហ្នឹងហើយឥឡូវហ្នឹងខ្ញុំត្រូវដាក់ចេកទម្លាក់ចូលដីហើយក៏ត្រូវការឲ្យដីដែលខ្ញុំដាំនៅក្នុងរណ្ដៅហ្នឹងវាមានជីវជាតិគឺយើងត្រូវប្រើទៅលើជីសរីរាង្គធម្មជាតិអញ្ចឹងណាហើយនេះគឺជាជីសរីរាង្គធម្មជាតិដែលខ្ញុំត្រូវប្រើទៅលើដំណាំចេករបស់ខ្ញុំបើយកអត់ដាក់ជីសរីរាង្គទេពេលខ្លះដំណាំវាដាំលក្ខណៈបែបធម្មជាតិសាមញ្ញធម្មតាគឺការលូតលាស់របស់វាអត់សូវល្អទេនេះចេកជីសរីរាង្គរបស់ខ្ញុំណាគឺចេញពីរោងចក្រខ្មែរយើងសុទ្ធសាធហ្មងផលិតដែលគាត់ផលិតនៅខេត្តពោធិ៍សាត់នឹងផ្ទាល់ហ្មងណានេះហើយជីរបស់គាត់មានគុណភាពល្អគ្រាន់បើល្អប្រសើរមែនទែននេះហើយយើងយកមករោយតាមគល់អញ្ចឹងមកនេះក្នុងមួយគល់យើងដាក់ខ្ទង់តែ2ខាំអីបានដោយសារចេករបស់យើងតែតម្លាក់ចូលដីអញ្ចឹងហើយយើងរោយប៉ុណ្ណឹងហើយយើងត្រូវច្បល់វាម្សាទៀតច្បល់ជាមួយដីនេះដូចជំរឿខ្ញុំធ្វើឲ្យពុកម៉ែបងប្អូនមើលយើងរោយប៉ុណ្ណឹងមកនេះដើម្បីឲ្យដីហ្នឹងវាមានសំណើមហើយវាមានជីជាតិអីចឹងណាយើងដាក់ចឹងមកយើងរោយវាហើយយើងត្រូវទៅសោះដីហ្នឹងជាមួយនឹងជីកុំឲ្យវានៅដុំណាតែវានៅដុំគឺឬដំណាំរបស់យើងហ្នឹងស្រូបយកបានតិចមែនតើអញ្ចឹងយើងសោះវាមកសោះវាមកល្មមណាហ្នឹងហើយវាអត់មានអីពិបាកទេបងប្អូនតែយើងធ្វើទៅចេះទៅវាចេះបានណាបើយើងអត់ធ្វើស្មើនឹង0អញ្ចឹងហើយយើងធ្វើមកយើងដាក់រោយតាមគល់អញ្ចឹងមកហើយទៅសោះវាបន្តិចទៅអានេះយើងរោយសិនទៅយើងរោយថាមកគល់អញ្ចឹងទៅរោយវាម្សារោយហើយបើយើងដើរទៅសោះនេះធ្វើដូចខ្ញុំអញ្ចឹងមកដាក់វាមកល្មមសិនមកហើយមកខាងនេះទៀតហើយបងប្អូនដាំបែបនេះគឺចេករបស់យើងពិតជាល្អធំហើយឆ្លោះល្អណាយើងធ្លាក់មកស្ទងមកគឺប៉ុនកដៃអីនោះចេកណាំវ៉ាបាទអរគុណបងប្អូន